ស៊ូដល់បងប្អូនជនរួមជាតិយើងទាំងក្នុងនិងក្រៅប្រទេសបាទខ្ញុំឥឡូវនេះនៅក្នុងព្រៃចំការដែលមានដើមត្នោតដែលជាដួងព្រលឹងរបស់ជាតិខ្មែរយើងនេះបាទខ្ញុំស្រឡាញ់ណាស់ដើមត្នោតគឺនៅកន្លែងណាមានដើមត្នោតបញ្ជាក់ថាជាទឹកដីរបស់កម្ពុជាយើងហើយថ្ងៃនេះខ្ញុំមកបង្ហាញអំពីចម្ងល់ហើយអ្នកដែលចោទសួរមកខ្ញុំរហូតដល់ចោទប្រកាន់ថាខ្ញុំនេះគឺជាកូនយួនដែលមកបង្កើតគណៈបកនយោបាយដើម្បីបំបាក់ខ្មែរនិងខ្មែរហើយបង្កើតការសង្ស័យរវាងខ្មែរនិងខ្មែរខ្ញុំសូមបញ្ជាក់ថាខ្ញុំនេះគឺកើតក្នុងទឹកដីនៃខេត្តសៀមរាបហើយឪពុកខ្ញុំគឺគាត់ធ្លាប់ជាមន្ត្រីរាជការចាស់នៅក្នុងសម័យកាលអាណានិគមនិយមបារាំងសម័យនៃការសង្គមរាស្ត្រនិយមមានព្រះបាទសម្ដេចនរោត្តមសីហនុជាប្រមុខដឹកនាំហើយក្រោយមកនៅក្នុងសម័យលន់នល់គាត់ធ្វើកិច្ចការងារសម្របសម្រួលដោះស្រាយនៅក្នុងសម័យលន់នល់ប៉ុន្តែក្នុងសម័យខ្មែរក្រហមគឺគាត់ភៀសខ្លួនឬក៏ភៀសសឹកហ្នឹងដើម្បីកុំឲ្យមានការចោទប្រកាន់ពីពួកក្រុមមួយចំនួននៅមូលដ្ឋានហ្នឹងគឺចោទចាប់សម្លាប់ណាខ្មែរក្រហមគឺអញ្ចឹងគឺណាដែលចេះដឹងមន្ត្រីរាជការចាស់ដែលលួងលោបថាទៅទទួលសម្ដេចនរោត្តមសីហនុគឺប្រមូលដាក់លើឡានហើយគ្រប់ធាងដងយកទៅវាយចោលហើយតំបន់ដែលខ្ញុំនៅខាងក្រោយខ្ញុំនេះគឺកន្លែងដែលខ្មែរក្រហមកាប់សម្លាប់កាប់សម្លាប់ទាំងយប់ទាំងថ្ងៃហើយខ្ញុំសូមបញ្ជាក់ថាឪពុកខ្ញុំគឺគាត់ជាមន្ត្រីរាជការនៅក្នុងសម័យរាជនិយមហើយសម័យលន់នល់រហូតដល់សម័យខ្មែរក្រហមគឺគាត់បានភៀសសឹកអត់បាននៅជួយកិច្ចការងារសង្គមទេប៉ុន្តែក្រោយឆ្នាំ1979គឺគាត់មកកាន់កិច្ចការងារនៅក្នុងស្រុកជាមន្ត្រីក្រសួងយុទ្ធភ័ពពីមុនគេហៅថាមន្ត្រីយុទ្ធភ័ពស្រុកហើយគាត់ដោះស្រាយបញ្ហានៅក្នុងស្រុកសូតិគុំឃុំដដែកនេះគឺគាត់ធ្វើកិច្ចការងារទោះបីគាត់នៅក្រោមនៃសមាជិកនៃគណៈបកនយោបាយដែលសល់ពី2ធ្នូមកក្តីប៉ុន្តែគាត់ប្រកាន់គោលជំហរគឺគាត់កើតភាពយុត្តិធម៌នៅក្នុងសហគមន៍បាទហើយខ្ញុំនេះគឺគាត់ក៏មិនដែលបង្ខិតបង្ខំឲ្យខ្ញុំនឹងធ្វើកិច្ចការងារដើម្បីបំរើផលប្រយោជន៍បុគ្គលដែរគឺគាត់តែងតែគិតអំពីចលនាសង្គមប្រទេសជាតិតែគាត់ធ្លាប់នាំខ្ញុំទៅសាលាស្រុកសម័យកាលនោះមានជំនាញការវៀតណាមហើយមានការកាប់សម្លាប់គ្នាសម័យរដ្ឋកម្ពុជានឹងគឺមានទាហានកម្ពុជាកាប់សម្លាប់ខ្មែរក្រហមកាត់ក្បាលយកមកដោតឆ្កាងនៅសាលាស្រុកហើយខ្មែរក្រហមក៏កាត់ក្បាលខ្មែរយាកមិញមួយចំនួនហ្នឹងអញ្ចឹងទៅវាមានការកាប់សម្លាប់គ្នាទៅវិញទៅមកហើយខ្ញុំសិក្សានៅក្នុងសម័យកាលនោះឆ្នាំ1983 84 85រហូតដល់89គឺកងទ័ពវៀតណាមបានដកចេញក្រោមការព្រមព្រៀងគ្នានៅក្នុងការសម័យកាលនេះគឺដោយសារសូវៀតដួលរលំហើយអស់ការឧបត្ថម្ភដល់វៀតណាមក៏ត្រូវតែដកថយដែរដកថយចេញពីកម្ពុជាប៉ុន្តែមិនដកទាំងអស់ទេបាទហើយដល់សល់ក្រោយអធិពលនៃ$23ឆ្នាំ1991គឺកម្ពុជាយើងមានអ៊ុនតាក់ចូលមកជួយអញ្ចឹងខ្ញុំសូមបញ្ជាក់ថាខ្ញុំមិនមានដើមកំណើតពីកូនចៅវៀតណាមឯណាទេគឺខ្ញុំជាកូនខ្មែរអង្គរសុទ្ធហើយខ្ញុំមកបង្កើតកិច្ចការងារគណៈបកនយោបាយនេះគឺខ្ញុំអត់បានពឹងខ្សែឪពុកពីមន្ត្រីរាជការចាស់ហើយក៏ខ្ញុំអត់បានស៊ីសំណុកសោកប៉ាន់អីទេគឺខ្ញុំហេតុអីបានខ្ញុំសុខចិត្តដើរលើគោលជំហរខ្លួនឯងព្រោះខ្ញុំអត់ចង់ឲ្យអ្នកណាមកបង្គាប់បញ្ជាខ្ញុំដោយធ្វើជាអាយ៉ងទេមិនន័យថាបើត្រូវខ្ញុំគ្រប់គ្រងប៉ុន្តែបើខុសខ្ញុំអត់គ្រប់គ្រងទេត្រូវនឹងគឺត្រូវដើម្បីចំណេញផលប្រយោជន៍ប្រទេសជាតិចំណេញផលប្រយោជន៍ប្រទេសកម្ពុជាបើខុសពីផលប្រយោជន៍ជាតិសង្គមគឺខ្ញុំអត់គ្រប់គ្រងទេតែខ្ញុំអត់បានប្រឆាំងអត់យកអ្នកណាជាសត្រូវទេបានន័យថាឲ្យតែអ្នកណាធ្វើដើម្បីផលប្រយោជន៍ខ្មែរដើម្បីប្រទេសជាតិកម្ពុជាខ្ញុំគ្រប់គ្រងហើយខ្ញុំសូមបញ្ជាក់អ្នកដែលចោទប្រកាន់ខ្ញុំថាកូនយួនឬអ្នកមកបំបីបំបាក់សារសំលេង
នៃអ្នកប្រជាធិបតេយ្យអានឹងសូមជាយាមស្គាល់ខ្ញុំឲ្យច្បាស់ហើយបើថាខ្ញុំនឹងលក់ក្បាលលក់អីព្រោះអ្នកខ្លះគាត់ចោទប្រកាន់ថាបើគណៈបកថ្មីនឹងយូរមិនឆាប់នឹងទៅសុំយកតួនាទីរបស់រដ្ឋាភិបាលហើយធ្វើជាក្រុមប្រឹក្សាយកតួនាទីតំណែងនៅក្នុងនឹងអីអាហ្នឹងគឺស្គាល់ខ្ញុំឲ្យច្បាស់បាទសូមស្គាល់ឲ្យខ្ញុំឲ្យច្បាស់លុយកាក់វាចាំបាច់សំខាន់ពេលបច្ចុប្បន្នហ្នឹងប៉ុន្តែវាអត់ចាំបាច់សំខាន់ជាងមុខមាត់កិត្តិយសនិងកេរ្តិ៍ឈ្មោះព្រមទាំងតម្លៃនៃប្រទេសជាតិរបស់យើងទេព្រោះបើសិនជានាំគ្នាមកធ្វើនយោបាយដើម្បីតែផលប្រយោជន៍ទូនាទីតំណែងលុយកាក់ទ្រព្យសម្បត្តិបច្ចុប្បន្ននេះយើងដឹងស្រាប់ហើយប្រវត្តិសាស្ត្រអ្នកដែលធ្វើនយោបាយដើម្បីតែបំពន់តណ្ហាផ្ទាល់ខ្លួនឯងប្រទេសជាតិរលំរលាយគឺដោយសារតែពួកលេមលើមដែលអត់ហ៊ាននិយាយអីទាំងអស់អត់ហ៊ានធ្វើអីទាំងអស់ប៉ុន្តែរងចាំប្រមូលផលប្រយោជន៍ដែរហើយជួនកាលអ្នកខ្លះគាត់មកដើម្បីស៊ើបការសម្ងាត់អ្នកគណៈបកចំនួនថ្មីអត់ដែលមានបំណងចង់បំផ្លិចបំផ្លាញអ្នកណាទេប៉ុន្តែចង់ឲ្យខ្មែររីកចម្រើនទាំងអស់គ្នាប៉ុន្តែកិច្ចការងារធំមិនអាចមនុស្សម្នាក់ធ្វើបានគ្រប់ជ្រុងជ្រោយទេអញ្ចឹងហើយបានត្រូវការកម្លាំងរួបរวมសាមគ្គីគ្នាផ្ដល់នៅតម្លៃការគោរពហើយជាពិសេសគឺយើងមានបាវចនាស្រាប់ហើយថាសាមគ្គីសេរីភាពយុត្តិធម៌ហើយសន្តិភាពបាវចនាទាំង4ហ្នឹងគឺយើងត្រូវយកទៅវិភាគបន្ថែមទៀតហើយខ្ញុំសូមបញ្ចប់តាមអារម្មណ៍កថាត្រឹមប៉ុណ្ណឹងហើយសូមបងប្អូនយើងបន្តស្វែងយល់បន្ថែមទៀតហើយយើងកុំចេះតែចោទប្រកាន់គ្នាដៀលថ្មេះគ្នាដែលយើងអាចបានសិក្សាអំពីប្រវត្តិសាស្ត្រវតាស៊ីជម្រៅដល់ឲ្យតែអ្នកណាប្រឆាំងអ្នកនឹងយួនឲ្យតែអ្នកណាប្រឆាំងក៏អ្នកនេះពួកក្បត់ពួកនេះទុច្ចរិតអីអត់ទេយើងកុំគិតចឹងពេលខ្លះពួកខ្លះហ្នឹងគ្រាន់តែចូលក្នុងគណៈបកកណ្ដាលអំណាចដើម្បីយកមុខមាត់តួនាទីទៅរកស៊ីទេណាបំផ្លាញប្រទេសជាតិជាងអ្នកនៅក្នុងគណៈបកប្រឆាំងទៅទៀតដូច្នេះយើងកុំមើលតែមួយជ្រុងយើងត្រូវរៀនមើលឲ្យច្រើនមុំច្រើនជ្រុងដើម្បីយើងធ្វើការវិភាគសរុបបាទអញ្ចឹងខ្ញុំសូមសង្ខេបប៉ុណ្ណឹងហើយជួបគ្នានៅវគ្គក្រោយទៀតបាទសូមអរគុណ